បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះបងដែរខ្ញុំបាទមានវីដេអូមួយបាទជាវីដេអូបង្ហាញអំពីរបៀបភ្ជាប់បាទជាមួយនឹងកាមេរ៉ានៅក្នុងដៃខ្ញុំបាទនេះគឺជាប្រភេទ Smart Camera ប្រើ SIM មាន Solar ប្រើជាមួយនឹង App Ocam Pro បាទសូមបញ្ជាក់បងដែរតពិតទៅកាមេរ៉ានេះនៅក្នុង stock របស់ខ្ញុំបាទបច្ចុប្បន្នគឺអត់មានទេបាទក៏ប៉ុន្តែមានបងប្អូនដែលគាត់មានជាមួយនឹងកាមេរ៉ាហ្នឹងគាត់ចង់ដឹងអំពីរបៀបភ្ជាប់បាទអញ្ចឹងក៏ខ្ញុំបាទថាសម្រាប់ថាធ្វើវីដេអូនេះតែម្ដងចឹងបើខាត់ពេលច្រើនតោះយើងចូលទៅមើលពីរបៀបភ្ជាប់ទាំងអស់គ្នាទៅដឹងពីរបៀបភ្ជាប់របៀបតម្លើងដើម្បីមើលនៅក្នុងទូរស័ព្ទដៃរបស់យើងទាំងអស់គ្នាបាទអូខេបងប្អូនអញ្ចឹងដំបូងបំផុតគឺយើងចូលទៅ download app សិនមកបាទ app ឈ្មោះ Ocam Pro បាទអញ្ចឹងយើងចូលទៅកាន់ Play Store ឬមួយក៏ App Store បាទហើយយើង search app Ocam Pro បាទគឺ app មួយនេះបងប្អូនអរគ្នាបាទ app មួយនេះអញ្ចឹងយើង download មកអញ្ចឹងយើងរងចាំបន្តិចបាទដើម្បីឲ្យ app ធ្វើការ download ក៏ដូចជា install ឲ្យរួចរាល់អូខេអញ្ចឹង app ត្រូវបាន download រួចរាល់អញ្ចឹងបងប្អូនចុចបែក app ហ្នឹងមកចុច open ទៅបាទអញ្ចឹងមកដល់ចំណុចនេះគឺយើងត្រូវធ្វើការ login ចូលជាមួយនឹង app ដើម្បីចូលប្រើប្រាស់បាទអញ្ចឹងយើងចុចលើពាក្យ login បាទយើងចុចលើពាក្យថា agree and continue បាទបងប្អូនចុចលើពាក្យ allow មកយើងចុចលើពាក្យ allow ម្ដងទៀតបាទនៅត្រង់ចំណុចនេះគឺដើម្បីភាពងាយស្រួលគឺខ្ញុំបាទសុំ login ជាមួយនឹងត្រង់នេះគឺន័យថា login ជាមួយនឹង device Gmail តែម្ដងបាទអញ្ចឹងគេឲ្យយើងបញ្ចូលជាមួយនឹង email ដែលយើងមានបាទអញ្ចឹងខ្ញុំបានត្រៀម Gmail នេះហើយបាទអញ្ចឹងខ្ញុំដាក់ Gmail ខ្ញុំមកចូលអូខេអញ្ចឹងបន្តមកទៀតបងប្អូនចុចលើពាក្យថា get verify code បាទសូមបងប្អូនបើវា load អញ្ចឹងចុចលើពាក្យថា I got it ទៅហើយយើងចូលទៅយកកូដនៅក្នុង Gmail របស់យើងបាទបងប្អូនចូលទៅកាន់ app Gmail របស់យើងបាទនេះបងប្អូនអរគ្នាវា load ផ្ញើសារមកនៅខាងលើនឹងតែម្ដងអញ្ចឹងនេះលេខកូដយើងយកលេខកូដហ្នឹងទៅវាយចូលមិនទៅបាទវាយចូលកន្លែងមិញអូខេបងប្អូនដល់ចំណុចនេះយើងចុចលើពាក្យ allow ទៅមកបាទចុចលើពាក្យ allow ទៀតអញ្ចឹងមានន័យថាដល់ចំណុចនេះគឺ app Ocam Pro របស់យើងគឺត្រូវបាន sign in log in ឬមួយក៏បង្កើត account រួចរាល់បាទអញ្ចឹងបន្តទៅទៀតគឺយើងធ្វើការ add device camera របស់យើងចូលបាទបងប្អូនអញ្ចឹងមុននឹងធ្វើការ add device ចូលទៅក្នុងទូរស័ព្ទដៃរបស់យើងដើម្បីធ្វើការមើលបានបាទអញ្ចឹងយើងដាក់ SIM ក៏ដូចជាបើកកាមេរ៉ាសិនបាទអញ្ចឹងកន្លែងដាក់ SIM នៅកន្លែងនេះបងប្អូនអញ្ចឹងខ្ញុំបើកវាមកបងប្អូនបើកវាមកឃើញកន្លែង slot ចំនួន2អញ្ចឹងslot ហ្នឹងគឺគេមាន slot មួយសម្រាប់ដាក់ memory card ហើយ slot មួយសម្រាប់ដាក់ SIM បាទអញ្ចឹង memory card គឺខ្ញុំបាទមិនចាំបាច់ក្នុងការដាក់ចូលទេខ្ញុំដាក់តែ SIM ចូលទេអញ្ចឹងយើងដាក់ SIM ចូលទៅបងប្អូនយើងត្រៀម SIM ហើយបាទយើងដាក់ចូលទៅបាទយើងចុចវាឲ្យលឺសូយ៉ាជាស្រ័យបាទចុចវាឲ្យលឺសូបាទលឺសូក្លឹបមកគឺជាប់ឲ្យ SIM ហ្នឹងបាទយើងបិទវិញហើយយើងទៅបើកកាមេរ៉ារបស់យើងកន្លែងបើកប៊ូតុងបើកនៅកន្លែងនេះបាទយើងបើកវាមកវាមានប៊ូតុងនេះបាទកន្លែងនេះគឺកន្លែងដោតភ្លើងចេញពី solar របស់វាចូលហើយកន្លែងនេះគឺប៊ូតុងបើកអញ្ចឹងយើងកាច់ទៅខាងពាក្យថា on ទៅបាទអញ្ចឹងយើងរងចាំបន្តិចឲ្យកាមេរ៉ាវាដើរបងប្អូនគ្នាបាទSIM card detection succeeded. Network connection succeeded. Please use app to add device. អូខេបងប្អូនគ្នាអញ្ចឹងគឺកាមេរ៉ាយើងបានដើររួចរាល់ហើយអញ្ចឹងយើងធ្វើការ add device ចុះបាទអញ្ចឹងនេះបងប្អូនគ្នានៅខាងនេះគឺមាន QR code មួយអញ្ចឹងពេលដែលយើង add device ចូលគឺយើងត្រូវ scan QR code ហ្នឹងបាទ
បាទបងប្អូនគ្នាអញ្ចឹងនៅក្នុងការ add device ចូលបាទបងប្អូនចុចលើសញ្ញាលេខបូក Please use app to add device. ចុចលើសញ្ញាលេខបូកហ្នឹងទៅបាទបងប្អូនចុចលើពាក្យថា hello បាទបន្តទៀតគឺយើង scan QR code ហ្នឹងបាទដោយសារយើងបានដាក់ SIM ចូលហើយយើងចុចពាក្យថា next បាទបងប្អូនចុចលើត្រង់ចំណុចនេះមកបាទចុចបាច់ tick កន្លែងហ្នឹងហើយចុចលើពាក្យថា next បន្ត Please use app to add device. បាទជាស្រ័យបងប្អូនគ្នាត្រង់ចំណុចនេះគឺដោយសារតែមានសំឡេងកង់ខ្លាំងពេកចឹងខ្ញុំបាទសម្រាប់ថាបិទសំឡេងចោលហើយមកបញ្ចូលសំឡេងតាមក្រោយអញ្ចឹងមកដល់ចំណុចនេះបងប្អូនរងចាំតិចទៅវាកំពុងធ្វើការភ្ជាប់ទៅកាន់ device របស់យើងហើយយើងរងចាំបន្តិចបាទហើយមកដល់ចំណុចនេះគឺដល់យើងដល់កន្លែងយើងដាក់ឈ្មោះបាទក៏ប៉ុន្តែបើសិនជាបងប្អូនមិនចង់ដាក់ទេក៏បានដែរបាទបងប្អូនចុចលើពាក្យថា next ទៅបាទចុចលើពាក្យថា next ទៅគឺចូលមើលកាមេរ៉ាបានហើយបាទហើយមកដល់ចំណុចនេះបងប្អូនមិនបាច់ទិញ storage cloud អីទេបាទអញ្ចឹងយើងចុចលើពាក្យ no thank you ទៅអូខេបងប្អូនមកដល់ចំណុចនេះគឺជោគជ័យហើយក៏ប៉ុន្តែដោយសារទីតាំងខ្ញុំបាទ SIM នៃខ្ញុំបាទដាក់រៀង slow អញ្ចឹងតាក់ទងរូបភាពវារៀងចេញយឺតបន្តិចក៏ប៉ុន្តែតាមពិតទៅមកដល់ចំណុចហ្នឹងគឺជោគជ័យហើយគឺអាចមើលកាមេរ៉ាបានហើយបាទដោយសាររងចាំយូរពេកបាទឥឡូវគឺខ្ញុំសុំចុចចេញទៅសិនបាទចុចចេញហើយចុចចូលមើលឡើងវិញបាទចុចលើពាក្យ no thank you ទៅបងប្អូនគ្នាបើសិនជា load ចឹងអូខេនេះបងប្អូនគឺជោគជ័យនេះចេញហើយចេញបាទអញ្ចឹងសម្រាប់បងប្អូនដែលមានជាមួយនៅ page កាមេរ៉ាដែលប្រើជាមួយនឹង app Ocam Pro បាទបងប្អូនដែលមិនទាន់ដឹងពីរបៀបភ្ជាប់បាទអាចមើលជាមួយនឹងវីដេអូនេះបានហើយធ្វើតាមខ្ញុំបាទទៅពីមួយចំណុចទៅមួយចំណុចហ្នឹងទៅនេះធ្វើបាន 100% តែម្ដងបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទបងប្អូនជួយចុច follow page ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀតបាទហើយសម្រាប់ YouTube ក៏ដូចគ្នាបាទបងប្អូនជួយចុច like ក៏ដូចជាចុច subscribe បាទម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀតបាទសូមអរគុណ